តើបងប្អូនអាចនឹងទទួលបានលុយ$2,000អំពីលោក Donald Trump ដែរឬទេនៅក្នុងចំណោមមនុស្ស150លាននាក់នោះនេះបើយោងទៅតាមសារព័ត៌មាន Newsweek ដែលចេញផ្សាយកាលពីថ្ងៃទី13ខែវិច្ឆិកាប្រជាជនអាមេរិកប្រហែលជា150លាននាក់អាចនឹងទទួលបាន$2,000ក្រោមរដ្ឋបាលរបស់លោក Donald Trump ប្រសិនបើភាគស្លៀកដែលបានស្នើឡើងរបស់ប្រធានាធិបតីត្រូវបានអនុម័តលោក Donald Trump បានស្នើឲ្យមានការទូទាត់ដោយផ្ទាល់ចំនួន$2,000ជាមធ្យោបាយមួយដើម្បីតបស្នងដល់ប្រជាជនអាមេរិកវិញបន្ទាប់អំពីពន្ធគយទូទៅដែលគាត់បានអនុវត្តលើការនាំចូលលោក Donald Trump ក៏បានសរសេរកាលពីថ្ងៃអាទិត្យនៅលើបណ្ដាញសង្គម Truth Social គាត់ថាភាគសលៀបយ៉ាងហោចណាស់$2,000នៅក្នុងមនុស្សម្នាក់មិនរាប់បញ្ចូលអ្នកដែលមានប្រាក់ចំណូលខ្ពស់នោះទេនឹងត្រូវបានបង់ទៅឲ្យមនុស្សគ្រប់គ្នាក្នុងចំនួន150លាននាក់នោះដោយសារតែពន្ធគយរបស់គាត់ជារឿយៗបានធ្វើឲ្យតម្លៃទំនិញឡើងសម្រាប់ជនជាតិអាមេរិកនៅក្នុងការរស់នៅប្រចាំថ្ងៃភាគសលៀបចំនួន$2,000អាចជាការបន្ធូរបន្ថយដល់ជនជាតិអាមេរិកដែលមានប្រាក់ចំណូលទាបទៅមធ្យមជាច្រើនបានជួបប្រទះនឹងអតិផរណាខណៈពេលដែលលោក Donald Trump និងលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលបានពិភាក្សាអំពីភាគសលៀបដែលបានមកអំពីប្រាក់ចំណូលពន្ធគយការយល់ព្រមពីសភានឹងត្រូវការជាចាំបាច់ដើម្បីឲ្យប្រាក់នេះទៅដល់ដៃប្រជាជនអាមេរិកដោយសារតែលោក Bessent ក៏បាននិយាយថាភាគសលៀបនឹងមានសម្រាប់គ្រួសារដែលមានប្រាក់ចំណូលក្រោម$10,000នោះមានន័យថាមានមនុស្សប្រហែលជា150លាននាក់ដែលនឹងអាចមានសិទ្ធិទទួលបានប្រាក់រង្វាន់$2,000នោះលោក Michael Ryan អ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងជាស្ថាបនិកនៃ Michael Ryan Money.com បានប្រាប់សារព័ត៌មាន Newsweek ថានៅក្នុងចំនួន$2,000ក្នុងមួយនាក់នោះអ្នកនឹងកំពុងតែសម្លឹងឃើញថានឹងមានចំនួន$300,000លានវាគឺជាបញ្ហាចំណូលពន្ធមិនទាន់បានសូម្បីតែគៀកវាផងទោះបីជាមានពន្ធគយកំណត់ត្រាប្រហែលជា$195,000លានសរុបក៏ដោយប្រាក់សុទ្ធពិតប្រាកដដែលមានត្រឹមតែ$90លានតែប៉ុណ្ណោះបន្ទាប់អំពីបញ្ហាប្រឈមមុខទៅនឹងផ្នែកច្បាប់និងការទូទាត់ពន្ធគយនោះគឺជាចន្លោះប្រហោងរហូតដល់ទៅ$200,000ឯណោះនៅក្នុងអំឡុងពេលមានជំងឺកូវីដ -19 ការទូទាត់ជាង476លានដងដែលមានចំនួនលុយសរុបរហូតដល់ទៅ$814,000លានជាជំនួយហិរញ្ញវត្ថុដែលត្រូវបានបញ្ជូនទៅគ្រួសារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះបើយោងទៅតាមអង្គការត្រួតពិនិត្យជំងឺរាតត្បាតសម្រាប់ការផ្ដល់លុយម្ដងនោះមានន័យថាជាមធ្យមមានមនុស្សចំនួន160លាននាក់អាចទទួលបាននៅការទូទាត់នៅលុយកាក់នោះរហូតមកដល់ពេលនេះរដ្ឋបាលលោក Donald Trump បានប្រមូលចំណូលពន្ធបានជាង$220,000លាននេះបើយោងទៅតាមក្រសួងរដ្ឋាភិបាលមានការព្យាករណ៍ថាមូលប្រតិបត្តិជំរុញសេដ្ឋកិច្ចចំនួន$2,000នឹងធ្វើឲ្យសហរដ្ឋអាមេរិកចំណាយប្រហែលជា$326,000លាននេះបើយោងទៅតាមការប៉ាន់ស្មានរបស់ CNN លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលបានប្រាប់ Fox News ថាអ្នកដឹងទេវាអាចជាការកាត់បន្ថយពន្ធដែលយើងកំពុងតែឃើញនៅក្នុងរបៀបវារៈរបស់ប្រធានាធិបតីអ្នកដឹងទេគ្មានពន្ធទៅលើប្រាក់កម្រៃខាងក្រៅគ្មានពន្ធទៅលើម៉ោងបន្ថែមគ្មានពន្ធទៅលើសន្តិសុខសង្គមឬក៏ប្រាក់បៀវត្សនឹងទទួលបានប្រាក់មកវិញខ្លះអំពីកម្ចីនៃការទិញរថយន្តលោក Michael Ryan អ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងជាស្ថាបនិកនៃ Michael Ryan Money.com បានប្រាប់ Newsweek ថាពន្ធគយគឺជាពន្ធដែលជនជាតិអាមេរិកបង់នៅកន្លែងគិតលុយដូច្នេះខណៈពេលដែលមូលប្រទានប័ត្រចំនួន$2,000អាចស្ដាប់ទៅថាវាពិរោះឬក៏វាល្អពន្ធគយលើការនាំចូល
ជំរុញធ្វើឲ្យមានការកើនឡើងតម្លៃអ្វីគ្រប់យ៉ាងចាប់តាំងពីគ្រឿងទេសរហូតដល់សម្លៀកបំពាក់ផ្នែកមួយនៃភាគសលៀបនោះត្រូវបានទាញត្រឡប់មកវិញតាមរយៈនៃការចំណាយខ្ពស់លោក Ryan ក៏បាននិយាយទៀតថាភាគសលៀបទំនងជាមិនទទួលបានផ្លែផ្កាក្នុងរយៈពេលឆាប់នេះនោះទេដោយសារតែសភាមិនទាន់បានអនុម័តច្បាប់ណាមួយដើម្បីអនុញ្ញាតវានៅឡើយនោះទេប្រសិនបើវាកើតឡើងមែនអ្នកទំនងជានឹងឃើញការកើនឡើងនៃការចំណាយរយៈពេលខ្លីនិងការកាត់បន្ថយអតិផរណាយ៉ាងពិតប្រាកដផងដែរប៉ុន្តែពន្ធគយខ្លួនឯងគឺជំរុញឲ្យតម្លៃឡើងថ្លៃនិងកាត់បន្ថយនៃការផលិតដូច្នេះវាមិនមែនជាយុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាពនោះទេបាទប៉ុន្តែបើយោងទៅតាមសារព័ត៌មាននេះគឺមានអ្នករិះគន់ហើយក៏មានអ្នកបញ្ចេញយោបល់ផងដែរថាវាមិនសូវជាមានសង្ឃឹមប្រមាណទេចំពោះប្រជាជនអាមេរិកដែលថាអាចនឹងទទួលលុយបាន$2,000នោះគឺដោយសារតែមានគម្លាតរវាងនៃប្រាក់ចំណូលពន្ធគយនោះគឺបើប្រៀបធៀបទៅនឹងលោក Donald Trump ដែលបានអះអាងថានឹងឲ្យលុយ$2,000ដល់ប្រជាជន$2,000ក្នុងម្នាក់នោះគឺត្រូវចំណាយរហូតដល់ទៅ$326,000 លានឯណោះប៉ុន្តែការប្រមូលផលការប្រមូលប្រាក់ចំណូលរបស់លោក Donald Trump គឺមិនទាន់បាន$300,000 លានផងគឺបានត្រឹមតែ$220,000 លានប៉ុណ្ណោះនេះបើយោងទៅតាមរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកទោះបីជាយ៉ាងណាក៏ដោយក៏លោក Donald Trump ក៏បានសញ្ញេឬក៏ធ្វើដាក់បទបញ្ជាដើម្បីស្នើសុំដល់សភាដើម្បីអនុម័តនៅសំណើរបស់គាត់បើសិនជាសភាអនុម័តមែនដូច្នេះប្រជាជនអាមេរិកគឺនឹងត្រូវទទួលបានលុយ$2,000ពិតប្រាកដមែនប៉ុន្តែនាពេលបច្ចុប្បន្ននេះគឺសភាមិនទាន់អនុម័តនៅឡើយនោះទេដូច្នេះបងប្អូនត្រូវតែនៅរងចាំបន្តទៀតអំពីការសម្រេចរបស់សភានោះហើយចំពោះបងប្អូនវិញតើយល់ឃើញយ៉ាងណាដែរតើអាចសង្ឃឹមទេតើលោក Donald Trump អាចនឹងប្រមូលពន្ធគយបានលើសឬក៏គ្រប់ចំនួនដែលសភាអាចនឹងសម្រេចឲ្យអនុម័តយល់ព្រមទៅតាមសំណើរបស់លោក Donald Trump ដែរទេកុំភ្លេចសរសេរ comment នៅខាងក្រោមដើម្បីជាការបញ្ចេញនៅការយល់ឃើញរបស់បងប្អូនហើយជាចុងក្រោយក៏កុំភ្លេចជួយចុច like ហើយនិងចុច subscribe ផងសូមអរគុណ